សេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំពិសេសលើកទី2នៃគណៈកម្មការធិការព្រំដែនទូទៅ JBC ថ្ងៃទី23ខែតុលាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីកិច្ចប្រជុំពិសេសលើកទី2នៃគណៈកម្មការធិការព្រំដែនទូទៅថៃកម្ពុជា JBC បានប្រព្រឹត្តទៅនៅថ្ងៃទី23ខែតុលាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីកិច្ចប្រជុំនេះសហប្រធានដោយឯកឧត្តមនាយកឧត្តមសេនីយ៍ណាត់ថផុនណាផានិតរដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃនិងឯកឧត្តមនាយកឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការសង្កេតការណ៍ដោយតំណាងមកពីប្រទេសម៉ាឡេស៊ីសហរដ្ឋអាមេរិកនិងសមាជិកនៃក្រុមអ្នកសង្កេតការណ៍អន្តរកាល IOT ប្រចាំនៅកម្ពុជានិងថៃកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងសម្រាប់តាមដានលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី1នៃគណៈកម្មការធិការព្រំដែនទូទៅកម្ពុជាថៃ JBC ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025នៅខេត្តកោះកុងព្រះរាជាណាចក្រកម្ពុជាដើម្បីសម្រេចបញ្ចប់នៅផែនការសកម្មភាពជាក់លាក់សម្រាប់ការអនុវត្តលទ្ធផលនៃកិច្ចប្រជុំនេះឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពភាគីទាំងពីរបានសម្ដែងនៅការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលនិងក្រសួងការពារជាតិរបស់ម៉ាឡេស៊ីដែលបានទទួលរៀបចំកិច្ចប្រជុំពិសេសនេះរួមទាំងកិច្ចប្រជុំត្រៀមរបស់ក្រុមលេខាធិការដ្ឋាននៃគណៈកម្មការធិការព្រំដែនទូទៅកម្ពុជាថៃចាប់តាំងពីថ្ងៃទី20ដល់ថ្ងៃទី22ខែតុលាឆ្នាំ2025ផងដែរភាគីទាំងពីរបានបញ្ជាក់សារជាថ្មីអំពីការបដិញ្ញាចិត្តក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីនិងការពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អដោយអនុលោមតាមគោលបំណងនិងគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ានក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលនឹងត្រួសត្រាយមាគ៌ាសម្រាប់ជំពូកថ្មីនៃសន្តិភាពនិងសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងស្មារតីនេះភាគីទាំងពីរបានឯកភាពគ្នាដូចខាងក្រោម ក អង្គប្រជុំបានឯកភាពនិងគាំទ្រលើផែនការសកម្មភាពសម្រាប់ការសម្របសម្រួលអាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្លាំង ខ ភាគីទាំងពីរបានស្វាគមន៍ចំពោះការឯកភាពលើការបង្កើតលក្ខខណ្ឌប្រតិបត្តិ TOR សម្រាប់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ក ភាគីទាំងពីរបានស្វាគមន៍ការឯកភាពគ្នាលើនិយមនីតិវិធីប្រតិបត្តិ SOP សម្រាប់ក្រុមការងារសម្របសម្រួលចម្រុះ JCTF លើការងារដោះមានមនុស្សធម៌ ខ ភាគីទាំងពីរបានឯកភាពជួបប្រជុំក្នុងរយៈ1សប្តាហ៍បន្ទាប់ពីកិច្ចប្រជុំ JBC នេះដើម្បីកំណត់ទីតាំងព្រំដែនសាកល្បងសម្រាប់ធ្វើការងារដោះមានមនុស្សធម៌ដែលស្ថិតក្នុងតំបន់ព្រំដែនជាអាទិភាពដែលត្រូវបានឯកភាពដោយភាគីទាំងពីរ ង ភាគីទាំងពីរបានឯកភាពលើផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនដែលរួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Cyber Scam និងការជួញដូរមនុស្សរវាងនគរបាលជាតិកម្ពុជានិងនគរបាលជាតិថៃផែនការសកម្មភាពនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មានការគាំទ្រដល់ប្រតិបត្តិការសម្រាប់ការស៊ើបអង្កេតនិងការចាប់ខ្លួនជនសង្ស័យទប់ស្កាត់បទល្មើសនិងវិធានការនានាពាក់ព័ន្ធនឹងជនសង្ស័យជនរងគ្រោះក៏ដូចជាភស្តុតាងផងដែរអនុលោមតាមផែនការសកម្មភាពនេះ
ក្រុមការងារចម្រុះសម្រាប់អនុវត្តផែនការសកម្មភាពនឹងត្រូវបង្កើតឡើងក្នុងរយៈពេល2សប្តាហ៍ ភាគីទាំងពីរបានឯកភាពគ្នាថាកិច្ចប្រជុំពិសេសបន្ទាប់នៃគណៈកម្មការធិការព្រំដែនទូទៅកម្ពុជាថៃ JBC នឹងត្រូវរៀបចំឡើងក្នុងរយៈពេល90ថ្ងៃឬតាមសេចក្តីត្រូវការចាំបាច់ណាមួយបន្ទាប់ពីកិច្ចប្រជុំនេះដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ